ចាជំរាបសួរបងប្អូនតោះទៅកំសាន្តទាំងអស់គ្នាបងប្អូនគឺថាទៅកំសាន្តនៅចំការបងប្អូនគឺថាទៅមើលទៅលងថាខ្ញុំដាំនឹងគឺថាបានប៉ុណ្ណាដុះបានប៉ុណ្ណាបងប្អូនគឺថាខានទៅមើលយូរហើយគឺថាទៅមើលទៅលងម្ដងបងប្អូនហើយមុននឹងទៅដល់ចំការនឹងគឺថាជិះម៉ូតូមកគឺថាជួបនឹងចេកព្រៃបងប្អូនគឺថាចេកព្រៃគឺថាដុះនៅគៀនមាត់ផ្លូវបងប្អូនគឺថានៅខ្ចីល្អគ្រាប់វាអត់តន់ចាស់ចឹងគឺថាឆ្លៀតបេះសិនបងប្អូនគឺថាយកទៅចុចជាមួយអំបិលជាមួយប្រហុកយើងក៏ច្រាំដាក់ឆ្កដាក់អីហ្នឹងទៅគឺថាឆ្ងាញ់បងប្អូនដូចយើងហូបមួយស្វាយមួយអីមានរបស់ជូររបស់ចត់អីចឹងថារសជាតិឆ្ងាញ់បងប្អូនហើយបើបងប្អូនណាដែលហូបចឹងគឺថាសាកបានបងប្អូនគឺថាបើមានចេកព្រៃនៅគៀនផ្ទះអីគឺថាសាកបានប៉ុន្តែបើថានៅតំបន់ខ្ញុំគឺថាអត់ខ្វះទេបងប្អូនគឺថាចេកព្រៃនឹងគឺថាមានបងប្អូនបើបងប្អូនចង់សាកគឺថាសាកបានបងប្អូនហើយដើមវាខ្ទាបទៀតបងប្អូនហើយចេកព្រៃនឹងគឺថាផ្ដល់ប្រយោជន៍ច្រើនមែនទែនបងប្អូនគឺថាបើយើងកាពះពោះវៀនយើងយកទៅហូបអំបិលម្ទេសទៅគឺថាយើងអាចធូរស្បើយដែរបងប្អូនព្រោះអីវាចត់ដល់បងប្អូនហើយបើថាដើមវាយើងអាចកាប់យកទៅស្លម្ជូរស្លអីចឹងទៅយើងកាប់ឲ្យទាឲ្យមាន់អីស៊ីបានបងប្អូនហើយស្លឹកវិញគឺថាយើងយកទៅវិចនំវិចអីគឺថាងាយស្រួលមែនតើបងប្អូនហើយនេះគឺថាយើងបានដល់ចំការបងប្អូននេះគឺជាអំណប់ចិត្តខ្ញុំហើយបងប្អូនហើយមុនដល់ចំការហើយក៏យើងធ្វើដំណើរទៅមើលតឡូននឹងក៏បានជួបដើមបក្រងបងប្អូនគឺថាយើងបេះនឹងគឺថាបានច្រើនហើយបងប្អូនគឺថាយកមកផ្លែផ្សំនឹងដើម្បីធ្វើជាហួយឲ្យកូនញ៉ាំបងប្អូនគឺថារបស់ធម្មជាតិគឺថាខ្ញុំអត់ដែរដាំដែរអីបងប្អូនគឺថាមកចការឃើញចេះតែបេះផ្លែផ្សំមកបងប្អូនហើយនេះគឺថាតឡូខ្ញុំបងប្អូនគឺថាមកមើលនឹងគឺថាខានមកមើលយូរហើយបងប្អូននៅគឺថាភ្លៀងច្រើនចឹងគឺថាឡើងវល់ឡើងស្មៅមែនតើបងប្អូនចឹងមិនថាផ្លិចអីផ្លិចទៅតែកុំផ្លិចមកមើលតឡូងប្រអីដាំតឡូងឲ្យតែផ្លិចមើលតឡូងគឺថាស្មៅរុំចឹងហើយបងប្អូនហើយនេះគឺថាខ្ញុំដាំវគ្គក្រោយហើយបងប្អូនគឺថាដុះមកឡើងខ្ចីបងប្អូនស្លឹកហើយខ្ញុំដាំនេះគឺថាដាំដីលាតបងប្អូនគឺថាបានភ្ជួរបានអីទេបងប្អូនហើយដោយសារដីនេះគឺថាដីវាមានថ្មមានអីចឹងបងប្អូនគឺថាថ្មម្ដុំពីរដុំមិនម្ដុំពីរដុំបងប្អូនមើលទៅគឺថាច្រើនដែរវាថាដោយកន្លែងចឹងខ្លះក៏តិចខ្លះក៏ច្រើនចឹងទៅថាដីនេះគឺថាទុកដាក់ចន្ទីបងប្អូនគឺថាមិនទាន់បានដាក់ចន្ទីគឺថាដាក់ទៅលងយកផលមួយឆ្នាំសិនបងប្អូនវីដេអូនេះគឺថារៀងវែងតិចបងប្អូនគឺថាថតឲ្យបងប្អូនមើលបានច្រើនបងប្អូនហើយក៏ដល់វគ្គបញ្ចប់ផងដែរបងប្អូនគឺថាជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាបងប្អូនគឺថាអរគុណបងប្អូនច្រើន